បាទសូមជម្រាបសួរអស់លោកអ្នកបងប្អូនជាលើកទី6វីដេអូទី6ដែលលោកគ្រូចែកចាយអំពីផ្លូវចំពោះតសេចក្តីសិក្សាសេចក្តីសង្ឃឹមនិងអនុគលល្អដែលសារយើងជឿថាយើងមានសេចក្តីសង្ឃឹមអ្វីក៏ដែរទោះបីជាយើងស្នាក់ក្នុងសភាពមួយដែលពិបាកមានសេចក្តីសង្ឃឹមមានសេចក្តីសិក្សាហើយមានអនុគលល្អអូខេដោយសារអីដោយសារយើងជឿលើព្រះនៃសកលទាំងមូលទ្រង់រៀបចំអនុគលល្អស្មារតីមនុស្សលោកយើងអូខេបន្តែលោកគ្រូនឹងចែកចាយពីជំហានទាំង7ដែលនាំយើងនឹងជួយយើងបានជោគជ័យនៅក្នុងជីវិតអូខេ so ចំណុចទី1គឺស្គាល់ព្រះបាទយើងស្គាល់ព្រះដោយសារជាព្រះដែលរៀបចំផែនការដើម្បីដើរតាមផ្លូវរបស់ព្រះបាទយើងត្រូវស្គាល់ព្រះអូខេ so មេរៀនមុនខ្ញុំចែកចាយបង្រៀនអំពីស្គាល់ព្រះដែលរបៀបណាគឺដោយការអធិដ្ឋានប៉ុន្តែយើងត្រូវស្គាល់មាគ៌ាផ្លូវរបស់ព្រះដែរយើងដឹងហើយបើយើងធ្វើអាក្រក់យើងបានអាក្រក់បើយើងធ្វើល្អយើងបានល្អបើយើងដើរតាមផ្លូវរបស់ព្រះយើងនឹងបានល្អដោយសារយើងចង់ដើរតាមផ្លូវឲ្យកិច្ចការរបស់យើងប្រកបប្រហារទេរបស់ព្រះជាម្ចាស់បើយើងមិនដើរតាមផ្លូវរបស់ព្រះយើងនឹងទទួលបញ្ហាច្រើននៅក្នុងជីវិតយើងដូច្នេះនេះគឺជាសំណួរទី1ខ្ញុំត្រូវសួរហេតុអីខ្ញុំស្នាក់នៅក្នុងបញ្ហានេះដោយសារអំពើអាក្រក់ខ្ញុំដោយសារខ្ញុំមិនស្ដាប់បង្គាប់ទោសរបស់ព្រះមិនដើរតាមផ្លូវរបស់ព្រះឬជាអារក្សដែលធ្វើបាបខ្ញុំឬជាមនុស្សអាក្រក់ដែលធ្វើបាបខ្ញុំបញ្ហាទាំងប៉ុន្មាននៅក្នុងជីវិតនេះមកពីយើងមកពីអ្នកដទៃមកពីអារក្សបញ្ហាមិនមែនមកពីព្រះជាម្ចាស់ទេដូច្នេះតើយើងស្គាល់ផ្លូវរបស់ព្រះមាគ៌ារបស់ព្រះដែលរបៀបណាទី1យើងអធិដ្ឋានទៅព្រះមេរៀនមុនហើយជាទោសរបស់ព្រះយើងហៅថាព្រះគម្ពីររបស់ព្រះអង្គមានសេចក្តីបង្រៀនតើទ្រង់រៀបចំសម្រាប់មនុស្សលោកយើងបើនៅក្នុងព្រះគម្ពីររបស់ទ្រង់នៅក្នុងគម្ពីរបរិសុទ្ធនៅក្នុងទោសរបស់ព្រះទ្រង់ណែនាំយើងអ្វីដែលល្អអ្វីដែលអាក្រក់វាស្រួលស្វែងយើងស្គាល់ផ្លូវរបស់ព្រះដោយសារគ្រូបង្រៀនចែកចាយអប់រំយើងមួយទៀតដែលខ្លឹមទេសតែយើងស្គាល់ផ្លូវរបស់ព្រះអ្វីដែលត្រូវអ្វីដែលអត់ត្រូវទេដោយសារខ្លះទេសៈនៅក្នុងជីវិតយើងហើយជួនកាលយើងថាទ្រង់បិទទ្វារមួយយើងព្យាយាមចូលធ្វើអ្វីមួយអត់កើតដោយសារព្រះជាម្ចាស់ទ្រង់បិទទ្វារយើងទ្រង់ថា no មិនមែនផ្លូវនោះទេលោកថាមិនមែនដែលរបៀបនោះទេព្យាបាលនោះទេរកឲ្យទ្រង់បោកវាស្រួលសម្រាប់យើងចូលនៅក្នុងជីវិតខ្ញុំមានផ្លូវមួយខ្ញុំជាដើរតាមបណ្ដាពិបាកអត់កើតបន្តែផ្លូវមួយផ្សេងទៀតស្រួលដោយសារព្រះជាម្ចាស់ទ្រង់រៀបចំខ្លឹមទេសៈនៅក្នុងជីវិតរបស់យើងសូមកុំព្យាយាមបើកទ្វារមួយដល់ព្រះជាម្ចាស់បើទ្វារចាក់សោដល់តាមផ្លូវបើព្រះជាម្ចាស់រៀបចំចូលទ្វារដល់ព្រះជាម្ចាស់រៀបចំមួយទៀតដោយសារមនុស្សព្រះជាម្ចាស់ទ្រង់នឹងនាំមនុស្សមួយចំនួនចូលក្នុងជីវិតយើងដើម្បីអប់រំយើងដើម្បីណែនាំយើងដើម្បីជួយយើងហើយជាសភៅគឺជា podcast គឺជាវីដេអូមួយគឺជាមិត្តភ័ក្តិមួយហើយពីប៉ុន្មានសប្តាហ៍មុនមិត្តភ័ក្តិខ្ញុំនិយាយពាក្យមួយយើងធ្វើការសន្ទនាជាមួយមិត្តភ័ក្តិខ្ញុំគាត់ចេញពាក្យមួយដែលហាត់ដូចជាព្រះនិយាយជាមួយខ្ញុំមែនហើយគាត់និយាយហើយគាត់ថាមែនហើយត្រឹមត្រូវព្រះជាម្ចាស់ទ្រង់ហើយតេតិនជាមួយខ្ញុំតាមរយៈមិត្តភ័ក្តិខ្ញុំហើយមួយទៀតចុងក្រោយគឺជាមានមធ្យោបាយច្រើនប៉ុន្តែទាំង4នេះមានចំណេះដឹងជួនកាលយើងមានចំណេះដឹងក្នុងរូបកាយរបស់យើងនៅក្នុងចិត្តរបស់យើងដឹងនេះជាផ្លូវត្រូវនេះគឺជារបៀបដែលត្រូវនេះគឺជារៀបដែលយើងមានអារម្មណ៍ស្រួលដូច្នេះនេះគឺជាមួយពី4ជាចំណុចទាំង4ដែលព្រះជាម្ចាស់ណែនាំយើងហើយតេតិនជាមួយយើងដើម្បីដើរតាមផ្លូវរបស់ព្រះដើម្បីទទួលអនុគតល្អសូមស្ដាប់មកទៀតហើយសូមរងចាំសិភៅដែលលោកគ្រូកំពុងនិពន្ធជាភាសាខ្មែរ